សូមស្វាគមន៍មកកាន់រឿងចំណងស្នេហ៍អាពាហ៍ពិពាហ៍កូនអ្នកមានភាគទី6នៅក្នុងពេលនេះចៅឈឹងអានក៏កំពុងតែមករកទូស្រីនៅពេលនេះក៏មិនតែចំពេលនាងកំពុងតែអង្គុយក្បាប់ភ្លើងហើយអ្វីបានជាលោកមកទៅលើឆ្នេរឬដូច្នេះហើយក៏ប្រញាប់ទៅអង្គុយចិត្តនាងក៏បានសួរមិនក៏មិនខំមកកាន់នាងតែម្ដងទៅទូប្រុសក៏ប្រាប់ថាបងខ្លាចថារំខានដល់កាគេរបស់អូនទើបបងមកតែម្ដងក៏មិនតែបងឆ្ងល់ថាមិនក៏អូនជ្រើសរើសបរិះដែលឈ្មោះថាចាំងហួយនោះតើអូនជួយចិត្តសាឡបងនឹងគូរដណ្ដឹងគ្រប់គ្នាបែបដូចបងមែនទេទូស្រីនាងក៏បានវាយមួយដៃមិនមែនដូចនោះឡើយមិនមែនមនុស្សគ្រប់គ្នាសុទ្ធសឹងតែដូចចូលជើងអានឡើយទូប្រុសក៏បានសួរចុះមិនជ្រើសរើសចូលគាត់ក៏ស្រឡាញ់ទៅកាន់ទូស្រីហើយក៏ចង់រៀបការជាមួយនាងបរិះមនុស្សអោបថាមនុស្សស្រីនៅទីសាធារណៈបងមិនគួរណាជូនពរអូនជាមួយនឹងគេឡើយប៉ុន្តែទូស្រីក៏ប្រាប់ចាស់ហួយនឹងខ្ញុំបើសិនរៀបការដោយសារចំនួនប៉ុណ្ណោះមិនមែនដោយរឿងស្នេហាប៉ុន្តែទូប្រុសក៏បានចៃរៀបការជាមួយនឹងគាត់ពិតជាស្រឡាញ់ទៅកាន់ប៉ាជាងមីតែទូស្រីវិញក៏បានសួរចុះបើសិនជាខ្ញុំរៀបការជាមួយលោកដល់អ្វីខ្លះឲ្យមកកាន់ខ្ញុំទូប្រុសក៏ប្រាប់អ្វីគ្រប់យ៉ាងឲ្យទូស្រីចូលចិត្តមិនថាអ្វីក៏ដោយចូលចិត្តថតរូបចូលចិត្តទៅណាគឺគាត់ជូនទៅទាំងអស់ធ្វើយ៉ាងណាដើម្បីតែឲ្យនាងពេញចិត្តបងនៅចាប់ដៃរបស់អូនឲ្យចុះមិនឲ្យទៅបរោះណាផ្សេងឡើយប៉ុន្តែទូស្រីបន្ទាប់បានឆ្លើយផងក៏លើសំឡេងឪពុកនឹងក៏ហៅហើយជាងមីទៅកូននៅណាបញ្ញាបិទភ្លើងក៏បានរត់ទៅរកឪពុកសួរមីក៏បានប៉ាមកទីនេះបែបដូចនេះឪពុកក៏សួរចុះកូនមកទីនេះធ្វើអ្វីមិនក៏មិនចូលគេងកូនស្រីថាគាត់មើលមួយនឹងព្រះច័ន្ទប៉ុន្តែបែរមិនឃើញទៅតែសោះដូច្នេះហើយនាងក៏ប្រាប់ថាមើលក៏មិនតែព្រះច័ន្ទនៅក្នុងចិត្តមើលតែមិនល្ងិតអញ្ចឹងណាឪពុកថាមិនអ្វីឡើយចឹងណាឆាប់ចូលគេងពេលនេះក៏ដល់ពេលជប់ជ្រៅដើរចេញទៅទូស្រីនាងក៏បានដើរចេញទៅដូចគ្នាបន្តិចក្រោយមកទូស្រីនាងក៏បានមកដល់នៅខាងក្នុងផ្ទះប៉ុន្តែក៏បានលុតសារតើងរបស់ចៅជើងអានតើអូនរំរៀបការជាមួយបងដែរឬទេទូស្រីនាងមិនទាន់ឆ្លើយនៅឡើយប៉ុន្តែនាងក៏ស្រមៃអំឡុងពេលម្ដាយរបស់នាងកំពុងតែនិយាយអង្វរប្តីកុំឲ្យទៅកាន់ស្រីកំណាន់អីប៉ុន្តែប្តីមិនស្ដាប់គាត់ចាក់ចេញតែក្តីឈឺចាប់ទាំងអស់នេះគួរឲ្យផ្អាករបស់បៃជាងមីគាត់ក៏បានលេបថ្នាំជាច្រើនមិនត្រឹមតែប៉ុណ្ណឹងទេថែមទាំងកាន់កំបិតសម្រាប់ខ្លួនទៀតផងបច្ចុប្បន្ននេះវិញមានអារម្មណ៍ថាឈឺចាប់ហើយនាងក៏មិនអាចឆ្លាញ់ទៅកម្មបរិះណាម្នាក់ដែលរៀបការនឹងការធ្វើជំនួយផងដែរដូច្នេះហើយបន្ទាប់នាងក៏បានប្រទះខ្លួនគេងនាងមិនគួរមានស្នេហាគឺមិនគួរមានស្នេហាហើយបន្ទាប់មកនាងក៏បានកម្មកាមេរ៉ាមែនវាគឺជាអ្វីមួយដែលនាងស្រឡាញ់ថតរូបភាពស្អាតៗនិងស្ងប់ស្ងាត់នាងរស់នៅក្នុងព្រៃធំល្វឹងល្វើយប្រសើរជាងរស់នៅក្នុងអាងទឹកត្រីដូច្នេះចូលមកថ្ងៃស្អែកទូប្រុសក៏នៅតែមើលសាររបស់នាងមិនឆ្លើយតបតទេសោះចំពេលនោះបងប្អូនចដូវមួយក៏បានខលមកចូលជើងអានប្រាប់ថាបងប្រុសបងថ្លៃកំពុងតែរំរែកនៅកន្លែងមួយកន្លែងដូចជាតែខ្លួនជនជាតិភាគតិចជាដើមងាយមកប៉ាជាងម៉ៃទូស្រីវ័យនឹងកំពុងទ្រាំរែកឃើញស្អាតដល់ខ្ជូគួរស្លាយម្យ៉ាងដែរក៏មិនតែនៅទីនេះចំពេលនោះទូប្រុសកំពុងតែសម្លឹងមើលនាងពីចម្ងាយចង់សោយបន្តិចដូចអត់បន្តិចក៏ប៉ុន្តែនៅពេលនោះក៏កំពុងតែឃើញឆាតរបស់ប្អូនរបស់គាត់ដែលប្រាប់ថាខ្ញុំប្រាប់ការពិតមិនក៏ហត់ឡើយហើយទូស្រីវ័យនៅពេលនេះកំពុងតែឃើញទូប្រុសហើយអ្នករំជាមួយនាងទាំងអស់នោះក៏ធ្វើជាឆ្កប់ដូចជារូបចម្លាក់អញ្ចឹងហើយសួរទៅកាន់ទូប្រុសថាតើលោកកំពុងតែសម្លឹងមើលអ្វីហើយចៅជើងអានវិញក៏ឃើញអញ្ចឹងហើយក៏ស្រាប់តែចង់សោយបន្តិចក៏ដាក់ចាក់ចេញបានហើយចំណែកឯទូស្រីវិញនាងកំពុងខលទូរស័ព្ទប្រាប់ទៅកាន់អាឆេនៅពេលនេះខ្ញុំជួបចៅជើងអានប៉ុន្តែកំពុងតែចុយកោបុកម៉ាំងជាមួយនឹងទូប្រុសចៅជើងអានខូចក៏ប្រាប់ថាមើលអ្វីជាប់នៅលើសក់របស់នាងហើយទូស្រីព្យាយាមស្ទាបរកប៉ុន្តែអត់ឃើញក៏បានសួរតើលោកចេះកុហកអ្នកដទៃពីកាលមកទូប្រុសក៏សួរវិញចុះអូនវិញមិនឃើញតបឆាតជាមួយនឹងបងទៅសោះបងរងចាំអូនពេញមួយជប់ក៏ប៉ុន្តែទូស្រីក៏ប្រាប់វិញអូនក៏ថាបងមិនច្បាស់រញ៉េជាមួយនឹងអូនបន្តទៀតឡើយដូចជារូនាងក៏បានដើរចេញបានតែបកមកប្រាប់វិញក៏មិនសោះណាឈូនាងធ្វើដូចជាបាញ់កំភ្លើងអញ្ចឹងកុំរញ៉េហើយក៏កុំតាមនាងដែរនាងក៏បានចាក់ចេញក៏មិនតែនៅពេលនោះដល់ពេលដែលទូស្រីនាងក៏បានញ៉ាំស្រាជាមួយនឹងមិត្តភ័ក្តិរបស់នាងញ៉ាំបណ្ដានាងគិតបណ្ដាណាថាជីវិតរបស់នាងអត់គួរមានស្នេហាទេតែមានស្នេហាគឺមានការឈឺចាប់បន្តិចក្រោយមកទូប្រុសក៏ស្រាប់តែមករកនាងគឺនៅកន្លែងនាងញ៉ាំស្រាស្រវឹងទាំងអស់គ្នាមិត្តរបស់នាងហើយគាត់ក៏បានលើកលីនាងប៉ុន្តែអាឈីថាខ្ញុំស្គាល់ថាលោកជានរណាក៏ដោយទូប្រុសក៏បានលើកប្រពន្ធចូលមកដល់ផ្ទះនៅពេលនេះទូស្រីនាងកំពុងតែក្រវីអាវក្រវែងឡើងសប្បាយរីករាយជីវិតរបស់នាងគឺ single ក្រវ៉ាត់បិទជើងចោលបន្ទាប់ពេលដែលទូប្រុសកំពុងតែចូលសម្លៀកបំពាក់របស់នាងរៀបចំទុកដាក់ឲ្យមកលើសម្លេងនាងស្រីនៅក្នុងបន្ទប់ទឹកគាត់ក៏ប្រញាប់បោះខោអាវចោលហើយក៏បានទៅមើលនាងពេលនេះទូស្រីនាងកំពុងតែឈ្មុជទឹកនៅខាងក្នុងអាងក្រោកឡើងហើយទូប្រុសក៏មើលទៅកាន់នាងពពែដោយភាពស្រឡាញ់និងអាណិតមិនគួរណានាងធ្វើបែបនេះនោះឡើយក៏មិនតែពួកគេទាំងពីរនៅជ័យដោយប្រាកែវភ្នែកមិនចាំយូរចៅជើងអានក៏បានចាប់នាងថើមពីក្តីស្រឡាញ់របស់គាត់ទប់ជាយូរមកហើយ
ហើយក៏អោបនេះចំណែនបន្តិចក្រោយមកចៅចង្អាននៅកំពុងតែរៀបចំផ្លុំសក់ឲ្យទៅកាន់ប្រពន្ធរបស់ខ្លួនក៏នៅតែហៅនាងថាប្រពន្ធដដែលក៏មិនតែទូស្រីនាងក៏បានអោបហើយក៏ឆ្លុតសួរហេតុអ្វីពួកយើងថាប់គ្នាធ្វើអ្វីលោកមិនល្អឡើយនៅពេលដែលថាប់ខ្ញុំពួកយើងមកដាច់ពាក្យរួចទៅហើយក៏មិនតែទូប្រុសប្រាប់កាលណាដែលទូស្រីថាប់ក៏មានអារម្មណ៍ថាគឺរេផ្លាញ់ក៏មិនតែទូស្រីវិញក៏បានសួរវិញលោកចាត់ទុកថាមនុស្សស្រីសុទ្ធតែបង្កើតអារម្មណ៍មុនមែនទេគឺដោយសារតែលោកផងដែរតែជាបែបនេះចៅឈឹងអានក៏ស្កេញលើក3នាងដើម្បីចូលទៅនៅក្នុងបន្ទប់មួយទៀតទម្លាក់នាងនៅលើពុកតែម្ដងហើយកាលមកនៅថ្ងៃស្អែកបុគ្គលិករបស់ចៅឈឹងអានក៏កំពុងតែរអ៊ូចៅហើយរបស់ខ្លួនពុំដែលជិតពេលហើយក៏ពុំដែលឈប់ដល់ផ្ទះបែបនេះដែរប្រហែលជាមានអ្វីផ្សេងនៅផ្ទះទេដឹងគឺពិតជាបែបហ្នឹងទូប្រុសកំពុងមើលថែទៅកាន់ទូស្រីធ្វើតែឆ្លោះដូចកូនក្មេងមិនត្រឹមតែប៉ុណ្្នឹងទេនាងថែមទាំងរអ៊ូថានាងមិនចង់បិទក្បាលឬក៏មិនចង់ធ្វើអ្វីទាំងអស់ក្តិចដៃរបស់ចៅឈឹងអានហើយនាងក៏ធ្វើជាដៃអង្អែលទៅកាន់ខ្លួនរបស់ចៅឈឹងអានគួរឲ្យស្រឡាញ់ប៉ុណ្ណាក៏មិនតែទូប្រុសក៏បានចាប់ដៃរបស់នាងជាប់អូនមិនមែនជាកូនក្មេងឡើយអូននៅតែបន្តធ្វើបែបនេះក៏មិនតែជាងមីវិញក៏បានឆ្លើយនាងគឺជាកូនក្មេងប៉ុន្តែក្មេងអាយុ26ឆ្នាំសម្ដីគេឡើងខ្ជូតទូប្រុសវិញក៏បានងើបឡើងហើយក៏សរេសរោមហើយគាត់ក៏បានអង្គុយឲ្យនាងកៅលើផ្លូវរបស់ខ្លួនចូលខ្នើយតោថែមទាំងថាប់ថ្ងាសរបស់នាងទៀតផងហើយគាត់ក៏បានមើលថែហើយធ្វើយ៉ាងណាលួងលោមឲ្យនាងគេងលក់ឲ្យស្រួលនិងល្អបំផុតគាត់ក៏បានគេងលក់បន្តិចក្រោយនៅពេលនេះទូស្រីក្រោកឡើងក៏ម៉ោង3រសៀលបាត់ទៅហើយនាងក៏ប្រញាប់រត់ទៅមើលទូប្រុសកំពុងនិយាយទូរស័ព្ទនាងក៏ស្រាប់តែអង្គុយចាំតែម្ដងនៅពេលដែលចៅឈឹងអាននិយាយទូរស័ព្ទរួចក៏បានសួរតើអូនចឹងណាដែរមានអារម្មណ៍ប្រសើរជាងមុនហើយឬនៅទូស្រីវិញនាងថាប្រសើរមិនប្រសើរសំខាន់នៅពេលនេះមានអារម្មណ៍ថាល្អជាងមុនហើយប្តីចកន្សែងគ្រប់ឲ្យទៅកាន់ប្រពន្ធហើយគាត់ថែមទាំងឲ្យទឹកដើម្បីឲ្យនាងញ៉ាំថ្នាំពេលដែលអូនញ៉ាំថ្នាំរួចនឹងធ្វើឲ្យប្រសើរជាងមុនទៅទៀតក៏មិនតែទូស្រីប្រាប់ថានាងអត់ចង់ដូច្នេះហើយចៅឈឹងអានក៏នៅតែបន្តលួងលោមនាងឲ្យនាងទទួលយកថ្នាំនឹងយកទៅញ៉ាំទៅបើមិនដូច្នោះជាមួយតែគាត់នៅពីណីណាបាក់មករបស់អូនទូស្រីនាងក៏បានយកទៅព្រោះហើយនាងក៏ញ៉ាំថ្នាំរួចរាល់របស់នាងហើយទូប្រវិញក៏បានចូលក្រៅចូលឲ្យចេញពីប្រពន្ធហើយនៅពេលនេះអាឈៀងមីក៏បានប្រាប់ថាមិនចាំបាច់នៅមើលថែនាងឡើយនាងក៏ប្រសើរហើយក៏មិនឈឺដូចមុនដែរក៏មិនតែនៅពេលនេះក៏បានឆ្លៀតប្រាប់កុំបារម្ភខ្ញុំនឹងមិនទៅណាខ្ញុំនៅផ្ទះរងចាំបងគ្រាន់តែលើពាក្យពេចន៍ទាំងអស់នេះក៏ប្រាប់ថាបងទៅណាឥឡូវហ្នឹងណាជួយរួចហើយគាត់ក៏បានចាក់ចេញទៅស្នាមញញឹមចំណែកទូស្រីវិញមានក្តីសោកប៉ុន្តែចាប់ថ្នាក់ឃើញថាសៀវភៅតែទៅនឹងការថតរូបស្អាតៗអីផ្សេងនាងក៏បានយកសៀវភៅមកបើកមើលទៅសៀវភៅទាំងអស់នេះដូចជាអ្វីដែលនាងបានស្រឡាញ់និងពេញចិត្តនាងបានគិតក្នុងចិត្តថាតើចៅឈឹងអានគាត់ចូលចិត្តបែបថតរូបបែបនេះឬយ៉ាងណាចាប់ថ្នាក់ឃើញក្រដាសតូចមួយនៅទីនោះហើយឃើញបែបដូចនេះហើយនាងក៏បាននឹកគិតសម្ដីរបស់នាងចៅឈឹងអាននៅតែចាំនៅសម្ដីរបស់នាងថានាងនិយាយនាងត្រូវការជីវិតរបស់នាងក៏មិនចង់រស់នៅជាមួយនឹងចៅឈឹងអានធុញទ្រាន់ណាស់ក្នុងការរស់នៅជាមួយនឹងគាត់ហើយនៅពេលនេះនាងក៏បានដឹងតែម្ដងចៅឈឹងអានក៏មានចិត្តខ្លះៗស្រឡាញ់ទៅកាន់នាងដែរ